5សញ្ញាដែលនៅក្នុងដំណាំស្រូវដែលធ្វើឲ្យកាត់បន្ថយទិន្នផលរបស់កសិករអ្នកគួរតែទទួលដឹងដើម្បីព្យាបាលឲ្យទាន់ពេលស្លឹកមានពណ៌លឿងខ្វះសារធាតុចិញ្ចឹមដើមស្រូវមានស្លឹកស្លេកនិងពណ៌លឿងចុងដល់ក្រោមឬពណ៌ប្រាក់សជាសញ្ញាដែលខ្វះជាមួយនឹងសារធាតុស័ង្កសីអាសូតនិងប៉ូតាស្យូមកង្វះអាហារូបត្ថម្ភធ្វើឲ្យស្រូវលូតលាស់យឺតមិនល្អចំនួនគ្រាប់ក៏កាត់បន្ថយជាពិសេសទិន្នផលគឺមិនបានច្រើនដូចមុនសត្វល្អិតនិងជំងឺជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ស្រូវរបស់អ្នកធ្វើឲ្យស្រូវតឿមានស្លឹកលឿងងាប់បំផ្លាញស្រូវជាច្រើនបណ្ដាលឲ្យគ្រាប់ស្រូវលូតលាស់មិនបានល្អកាត់បន្ថយទិន្នផលការលូតលាស់ខ្សោយដោយសារតែជ្រាបទឹកឬដីរឹងពេកឬខ្សោយដោយសារតែរុក្ខជាតិពីការស្រូបយកទឹកមិនបានល្អនិងមិនគ្រប់គ្រាន់ងាយបាក់និងងាយធ្វើឲ្យមិនល្អរបស់គ្រាប់ស្រូវប៉ះពាល់ដល់ចំនួនផ្កានិងចំនួនគ្រាប់ស្រូវផងដែរអាកាសធាតុមិនធម្មតាប្រែប្រួលច្រើនភ្លៀងធ្លាក់ខ្លាំងឬកម្ដៅខ្លាំងក៏ធ្វើឲ្យមានផលប៉ះពាល់ដល់ការដាំដុះស្រូវផងដែរការចេញផ្កាមិនស្មើគ្នាអត្រាលំអងមិនល្អគ្រាប់ស្រូវមិនមានគុណភាពល្អនោះទេការដាំដុះមិនត្រឹមត្រូវលើសឬខ្វះឬខុសពេលវេលាបង្កើតមកនៅអាសូតច្រើនពេកធ្វើឲ្យប៉ះពាល់ដល់ដើមស្រូវដែលធ្វើឲ្យទិន្នផលធ្លាក់ចុះការលូតលាស់យឺតធ្វើឲ្យស្រូវក្រិននិងលទ្ធផលធ្លាក់ចុះយ៉ាងខ្លាំងដំណោះស្រាយដែលអាចណែនាំបានឥឡូវនេះប្រើប្រាស់ជាមួយនឹងជីវវិទ្យាសាស្ត្ររបស់ការ៉ីនគឺជាជីវវិទ្យាសាស្ត្រជំនាន់ថ្មីដែលជួយពង្រឹងប្រព័ន្ធឫសការលូតលាស់និងយកសារធាតុចិញ្ចឹមប្រឆាំងនឹងទឹកជំនន់ប្រឆាំងជាមួយនឹងគ្រោះរាំងស្ងួតជំរុញការលូតលាស់របស់ស្រូវបានល្អការចេញផ្កានិងឯកតារបស់រុក្ខជាតិបានគ្រប់គ្រាន់គ្រាប់រឹងមាំដើមរឹងមាំផលិតផលនិងគុណភាពនឹងបានកាន់តែប្រសើរឡើងបង្កើនភាពធន់សម្រាប់ដើមស្រូវរុក្ខជាតិបានយូរអង្វែងការពារសត្វល្អិតនិងសម្របខ្លួនបានល្អជាមួយនឹងអាកាសធាតុមិនប្រក្រតីការប្រើប្រាស់ផលិតផលការ៉ីនសម្រាប់ដំណាំស្រូវក្នុងមួយដបអាចប្រើប្រាស់បានលាយជាមួយនឹងទឹក 2000 លីត្រនិងប្រើប្រាស់តាមដំណាក់កាលការចាប់ផ្ដើមធ្វើសំណើមភ្ជួររាស់ចេញផ្កានិងពង្រឹងគ្រាប់ការពារផងដែរ